ឥឡូវនេះខ្ញុំចូលមកនិយាយអំពីពហិការទំនិញថៃដល់មូលហេតុដែលមកពីមានខ្មែរមួយចំនួនត្រូវការឈប់ទិញទំនិញថៃដោយសារច្បាំងគ្នាតាមព្រំដែនទំនាស់ផ្នែកពាណិជ្ជកម្មនិងចំនួននយោបាយណានេះគឺជាការដែលធ្វើពហិការនៅស្រុកអាមេរិកនេះមានខ្មែរយើងគ្រប់គ្រងផលិតផលខ្មែរហើយមិនទិញអង្ករពីថៃយកទៅស៊ីទេគឺទិញអង្ករខ្មែរបើលក់មិនលក់បើគេលក់អស់ក៏មិនព្រមទិញដែរនៅពេលដែលខ្មែរភាគច្រើនសឹងទាំងអស់ហើយនៅស្រុកអាមេរិកនេះស៊ីតែអង្ករថៃទេតែដល់ឥឡូវនេះក៏ចាប់ផ្ដើមគ្រប់គ្រងផលិតផលអង្ករខ្មែរឥឡូវខ្ញុំនិយាយពីក្រៅប្រទេសសិនជាពិសេសប្រទេសអាមេរិកតើការដែលខ្មែរអាមេរិកចាប់ផ្ដើមលើកតម្កើងអង្ករខ្មែរហើយមិនទិញអង្ករថៃយកទៅស៊ីទេតើរឿងនេះល្អទេចម្លើយឆ្លើយថាល្អយ៉ាងម៉េចណាខ្ញុំបើមានអង្ករខ្មែរនៅចិត្តហើយខ្ញុំត្រូវការស៊ីបាយក៏ខ្ញុំត្រូវតែទិញអង្ករខ្មែរដែរពីព្រោះខ្ញុំចង់លើកតម្កើងផលិតផលអង្ករខ្មែរហើយខ្ញុំក៏នឹងបបួលខ្មែរដទៃនេះឲ្យនាំគ្នាទិញអង្ករខ្មែរយកទៅបរិភោគដែរពីព្រោះខ្ញុំលើកតម្កើងផលិតផលខ្មែរហើយខ្ញុំក៏ជឿថាការលើកតម្កើងផលិតផលខ្មែររបស់ខ្មែរនៅក្រៅស្រុកគឺល្អក៏ប៉ុន្តែខ្មែរអ្នកនៅក្រៅស្រុកក៏ត្រូវចេះរិះគន់អំពីគុណភាពរបស់អង្ករនិងផលិតផលដែរបើអង្ករនិងផលិតផលគុណភាពមិនល្អត្រូវរិះគន់នឹងមួយទៀតតើការឈប់ទិញផលិតផលថៃដោយខ្មែរនៅបរទេសមិនថាប្រទេសណាទេអាមេរិកកាំងជប៉ុនកូរ៉េបារាំងអាល្លឺម៉ង់ក៏ដោយតើវាជួយលើកតម្កើងផលិតផលរបស់ខ្មែរទេចម្លើយទី1ថាជួយចុះវាជួយច្រើនទេវាជួយឲ្យរីកទីផ្សារទេចម្លើយថាអត់ទេអត់រីកទីផ្សារទេសំណួរសួរទៀតថាចុះហេតុដូចមិនដេចបានជាពេលខ្មែរនាំគ្នាប្រើផលិតផលជាតិខ្លួននៅក្រៅប្រទេសវាមិនជួយពង្រីកទីផ្សារពីព្រោះចំនួនខ្មែរដែលប្រើប្រាស់ផលិតផលពីស្រុកខ្មែរហ្នឹងចំនួនវាតិចពេកដល់ចំនួនវាតិចពេកទោះបីខ្មែរមិនប្រើប្រាស់របស់របរអ្នកដទៃក៏ប្រើប្រាស់របស់របរខ្មែរចំនួនតោនចំនួនរាប់នឹងវាតិចដែលมันអាចធ្វើឲ្យទីផ្សាររីកចម្រើនទេចុះបើវាមិនរីកចម្រើនផ្នែកទីផ្សារទេតើការធ្វើពហិការឬក៏នាំគ្នាប្រើផលិតផលខ្មែរនឹងជួយអីបានទេចម្លើយថាអត់ជួយអីបានទេគ្រាន់តែបានចំអែតអារម្មណ៍ទេវាអត់មានជួយសេដ្ឋកិច្ចជាតិបានទេពីព្រោះចំនួនខ្មែរនៅក្រៅស្រុកវាតិចអញ្ចឹងទោះបី 100% ប្រើអង្ករខ្មែរក៏វាមិនជួយតម្លើងអង្ករខ្មែរបានរាប់រយតោនរាប់ពាន់តោនទេវាមិនងាយទេមិនត្រឹមតែប៉ុណ្្នឹងទេណាមិនត្រឹមតែប៉ុណ្្នឹងទេវាអត់អាចធ្វើឲ្យអ្នកដទៃនឹងស្គាល់អង្ករខ្មែរដោយសារតែខ្មែរនៅបរទេសស៊ីអង្ករខ្មែរក៏វាអត់ជួយទេអត់ជួយអញ្ចឹងដើម្បីឲ្យអង្ករខ្មែរនឹងវារីកធំណារួចរីកធំនៅក្នុងទីផ្សារវាមិនមែនរឿងពហិការអង្ករថៃឬអង្ករបរទេសទេវាទាល់តែរាជការខ្មែរភ្ញាក់កំណើតខំប្រឹងវះកាត់និងពង្រីកទីផ្សារបើរាជការខ្មែរចោលមកសៀតទោះបីខ្មែរនៅបរទេសនាំគ្នាស៊ីអង្ករខ្មែរ 100% ក៏អត់ជួយដែរដូច្នេះពហិការដោយប្រជាជនខ្មែរនៅបរទេសអត់បានផលទេនេះនិយាយមករឿងណាទេណាមករឿងចុះនៅប្រទេសកម្ពុជាបើសិនជាខ្មែរទាំងអស់ឈប់ស៊ីអង្ករអ្នកដទៃហើយស៊ីតែអង្ករខ្មែរជួយទេថាជួយប៉ុន្តែទំហំតោននៃការហូបចុកបរិភោគរបស់អង្ករខ្មែរហ្នឹងវារីកស្គុះស្គាយទេអត់ពីព្រោះខ្មែរស៊ីអង្ករខ្មែរតាំងពីដើមមកអញ្ចឹងចំពោះអង្ករនៅក្នុងស្រុកក៏វាដដែលណាចំពោះអ្នកនៅក្រៅស្រុកក៏ដដែលវាទាល់តែរាជការភ្ញាក់កំណើតវាកាត់ទីផ្សារនាំចេញនឹងរឿងអង្ករណារឿងអង្ករអូខេចុះគ្រឿងឧបភោគបរិភោគដទៃដូចជាទឹកជ្រលក់ដូចជាកាពិដូចជាក្តាមប្រៃដូចជាស្អីបើសិនជាខ្មែរនៅក្នុងពិភពលោកក្រៅប្រទេសអត់ស៊ីរបស់ថៃវាទាល់តែស៊ីរបស់យួនវាទាល់តែស៊ីរបស់ចិន
ពីព្រោះតំណែងរបស់អស់ហ្នឹងមកពីស្រុកខ្មែរមិនសូវមកទេសំឡូមួយឆ្នាំបើចង់ផ្សំគ្រឿងមកពីស្រុកខ្មែរផ្សំអត់បានទេមិនបានផ្សំមិនបានពីព្រោះសមត្ថភាពនៃការនាំគ្រឿងឧបភោគបរិភោគពីស្រុកខ្មែរចេញមកអត់រួចអញ្ចឹងការធ្វើពហិការរបស់ខ្មែរនៅបរទេសមិនប្រើរបស់ថៃវាគ្រាន់តែផ្លាស់ទៅប្រើរបស់យួនវាគ្រាន់តែផ្លាស់ទៅប្រើរបស់កូរ៉េឬក៏ចិនអញ្ចឹងសួរថាវាជួយលើកតម្កើងផលិតផលខ្មែរទេអត់អាហ្នឹងនៅក្រៅស្រុកឥឡូវនេះត្រឡប់ទៅនិយាយអំពីឧបភោគបរិភោគនៅស្រុកខ្មែរបើសិនជាខ្មែរឈប់ស៊ីរបស់ថៃណាឈប់ស៊ីរបស់ថៃហើយទៅស៊ីរបស់ខ្មែរវាអត់អីស៊ីវាតល់តែស៊ីរបស់យួនស៊ីរបស់ចិនចុះបើសិនជាអត់អីស៊ីគ្រប់តើការឈប់ស៊ីរបស់សៀមចំណេញឬខាតមិនបានខាតព្រោះអ្នកលក់ដូរមានជំរើសតិចក្នុងការលក់អារសជាតិនៃការឆ្ងាញ់ពិសារបស់អណ្ដាតក៏វាអត់គ្រប់គ្រាន់ហើយអាការលើកតម្កើងផលិតផលជាតិក៏វាលើកតម្កើងមិនកើតចំណែកអាលុយចាយនៅកប៉ាល់ដដែលដូច្នេះការធ្វើពហិការឈប់ស៊ីរបស់ឧបភោគបរិភោគសៀមអត់មានអីចំណេញអាហ្នឹងឧបភោគបរិភោគចុះនិយាយពីរបស់ប្រើប្រាស់នៅក្នុងផ្ទះណារបស់ប្រើប្រាស់ក្នុងផ្ទះរបស់ប្រើប្រាស់នៅក្នុងផ្ទះអាចឈប់ប្រើរបស់ផលិតនៅថៃណាអាចឈប់ប្រើបានតែត្រូវប្រើរបស់ផលិតនៅយួនត្រូវប្រើរបស់ផលិតនៅចិនតែចំនួនហ្នឹងវាតិចទេអញ្ចឹងបើសិនណាជាឈប់ប្រើរបស់ប្រើប្រាស់ថៃក៏ខាតតិចទេចុះខ្មែរចំណេញទេអត់ចំណេញទេនៅដែលព្រោះទៅទិញយួនទិញចិនដែរណាហើយចុះបើសិនជាសរុបទៅវិញនៅពេលដែលធ្វើពហិការលើថៃតើវាចំណេញទេចម្លើយឆ្លើយថាសរុបមកខាតត្រង់ណាខាតត្រង់ថាកាលណាខ្មែរមិនទិញរបស់ថៃក៏មិនទិញរបស់ខ្មែរហើយចុះសម្ដេចហ៊ុនសែនថាយើងទិញគេ 5,000 លានគេទិញយើងតែ 1,000 លានទេអញ្ចឹងយើងកុំទិញគេ 5,000 លានគេក៏ឈប់ទិញយើង 1,500 លានឬ 1,700 លានអញ្ចឹងបើគិតពីចំនួន 5,000 លានទៅ 1,700 លានខ្មែរដូចជាលយប៉ុន្តែសួរថាមិនបានទៅជាខ្មែរខាតពីព្រោះខ្មែរមិនទិញពីថៃខ្មែរទៅទិញអ្នកដទៃអាដែលចំណាយអារបស់ខ្មែរដែលសៀមវាទិញយកទៅ 1,700 លានវាឈប់ទិញអញ្ចឹងខ្មែរខាតលុយ 1,700 លានអាហ្នឹងហើយហៅខាតចុះហេតុដូចម្ដេចបានជាអ្នកធ្វើពហិការអត់យល់មកអំពីអត់ចេះគិតណាអត់យល់អត់ចេះគិតអូខេឥឡូវនេះសេវាកម្មវិញម្ដងសេវាកម្ម digital សេវាកម្មធនាគារសេវាកម្មទេសចរបើសិនណាជាខ្មែរមិនទៅលេងស្រុកសៀមណាសៀមធ្លាក់ទេសចរតិចទេប៉ុន្តែបើសៀមវាមិនមកលេងស្រុកខ្មែរវាផ្ដាច់ជើងយន្តហោះទេសចរខ្មែរវាខាតជាងខ្មែរមិនទៅលេងស្រុកសៀមហើយអាខាតមួយទៀតគឺខ្មែរអត់បានទៅកន្លែងសប្បាយទេពេលព្រោះនៅស្រុកខ្មែរអត់មានអីលេងសប្បាយទេដែលឃើញទេខាតទាំងបញ្ញាទៀតអញ្ចឹងបើខ្មែរនាំគ្នាឈប់ទៅទស្សនៈទៅទេសចរស្រុកសៀមក៏វាឈប់ទេសចរស្រុកខ្មែរប៉ុន្តែខ្មែរខាតច្រើនជាងសៀមពីព្រោះកាលណាវាបិទទេសចរវាក៏បិទជើងយន្តហោះបន្តបើវាបិទជើងយន្តហោះបន្តវាធ្វើឲ្យប៉ះពាល់ចរន្តយន្តហោះឆ្លងតំបន់ណាវានេះហើយគឺជារបៀបដែលខ្ញុំមើលឃើញខ្ញុំនិយាយតែប៉ុណ្្នឹងសិនទេណាខ្ញុំនិយាយតែបន្តិចប៉ុណ្្នឹងទេណានិយាយសាំញ៉ាំចេះតែនិយាយណាកោអាចព្រោះគាត់មិននៅស្រុកខ្មែរហើយចាំបាច់នៅស្រុកខ្មែរបានចេះចុះមនុស្សគេអត់ទៅឋានប្រច័ណ្ឌផងមិនគេនិយាយរឿងឋានប្រច័ណ្ឌបាន RCS ជីតាជីដូនឯងមានទៅឋានប្រច័ណ្ឌដែរហើយចុះមិនបាននៅមហាវិទ្យាល័យសាកលវិទ្យាល័យគេរៀនពីអវកាសវិទ្យាគេរៀនពីឋានប្រច័ណ្ឌបានម៉ែឪឯងម៉ែឪអញហ្នឹងដែលទៅឋានប្រច័ណ្ឌដែរវាមិនបានគេធ្វើអាមុខវិជ្ជារឿងឋានប្រច័ណ្ឌឲ្យរៀនបានហើយម៉ែឪឯងម៉ែឪអញហ្នឹងមិនដែលចេះធ្វើយន្តហោះឯណាមិនក៏ឯងឥឡូវហ៊ានជិះយន្តហោះណាចាំអញទៅនៅស្រុកខ្មែរបានដឹងរឿងហ្នឹងគេមានមុខវិជ្ជាគេមួយគេហៅសេដ្ឋកិច្ចហើយចេះដែរហើយអត់ចេះហើយចេះតែស៊ីប្រហុកមានឆ្អឹងណា
anh chạy xì và học ập cho ăn ta hai do lại con mình khăng đấy mình khăng thì anh đang đại là ngon à lại anh xua anh cho chào nhé một tàu anh chi nhưng mai ở anh chạy phần lật đấy ọt đấy mai ở anh có ọt chạy phần lật hay cho mày dương chi một tàu cá đã nhé mấy cái dương chi một tàu cá mấy cái dương mình ta ở ta sẽ bay chương nước mai ở anh chạy phần lật phòng mai ở anh có ọt chạy phần lật này hay cho mày dương vẽ bài chương cả nhé hay anh thư bài chương anh mai ở anh vẽ hay năng nè thư bài chương ôi mai ở anh vẽ nữa nghe việc đại mà xu anh pican nè việc thư bài chương bán chẳng anh cũng trao tới chắc hãy ha một lắng anh mình nơi sọc mai anh ập đằng hãy tép lơ tại mình đằng nó xiêm váy san sao cũng bảy cái lại giọt đây anh ấy nơi sọc máy phải tập đọc buồn cái lại thư phải tí ta bây giờ là anh đăng là san sao cũng bảy cái lại nâng anh chạy tịch chừng ai à cồn nè mà bị anh chẳng thấy bà này là ngon không nè là ngon mà bị ấy là ngon thong tha anh ập chưa tê bà này xí bọc kia ở ngày à lấy chấm to là tiền ta thưa đôi mặt đây rương pẹ hay cả mình cô thưa tê rương để cô thưa cứ máy từ pùng rừng phật lít từ phật luôn pùng rừng phật lít từ phật luôn rương để máy từ do chất tục đã cứ pùng rừng phật lít từ phật luôn ba phật lít tật tray ở chăng ở lá nâng ở luộc đạt hỏi ao tật tray nâng mà luộc nó bò tê bàn ba phật lít sợi còn ao sợi chọc tháo ao luộc đạt rương pẹ hay ca mình miền phải giàu tên được pê đây cầm lăng phật lít hay nâng cầm lăng tịp xa dương tiệt cá na cầm lăng phật lít nâng cầm lăng tịp xa dương tiệt dương mình ai ban chuộc chạy chạy dương xua luôn dương rọp mơ ở tiêu họ thì dương miền kêu ông phổ bò phổ pram rồi mộc dương xua thà tá là trong pram rồi mộc dương ai bánh tránh phật lít phật nó mà lụa nó bò tê banประมาณrồi mộc nè anh đang chẳng đối với hay ca thưa pẹ cá mình men chấm nành đây cứ khàn nè rí ai là bọt chấm nành nơi tì nè bọt chấm nành cứ cá phùng rí con là phiệp phật lít cắm nâng cá vét cắt tì xa đầm bay nom tầm nành chẳng ở lấy dương xu luôn dương mình thà dương chưa lúc này mỗi xiêm ta dương cua lụa tầm nành ai về đấy nè ta dương cua lụa tầm nành ai về đấy dương bằng thêm mỗi về sầm nô xô luôn đây nè ta dương cua lụa tầm nành ai về đấy khi ông lại một cái thà dương cua lụa tầm nành ai về cua lụa tầm nành ai về hay cho bà dương pẹ hay cá dương bàn ai lụa ai về cả là dương ở tình viết có tình dương nhé nhé ok cho lấy ở tiếng họ thì dương nom châu bị xiêm máu pram pon liền ai xiêm về tinh dương mà pon bờ lồi liền nó biết là dương chụp tinh viết pram pon liền ta dương nơi trai pram pon liền đấy slide mà mới bỏ pon dạ slide mà dương nom châu bị thái pram pon liền ở má thế nào thì họ dương nom châu bị thái pram pon liền châu bà dương chụp nom châu bị thái pram pon liền ta dương nơi trai pram pon liền đấy yes or no xạ slide mà dương nom châu bị thay pram pon liền cho bây giờ chụp nom châu pram pon liền bị thay tại dương nơi nom châu bị ti tây pram pon liền đấy ok hai cho bà thay về chụp tinh dương mà pon per rồi liền nè bà thay về chụp tinh bị dương mà pon per rồi liền tại dương ai rộp môi na một chuối tinh à mà pon per rồi liền đang bàn đây bà thay về chụp tinh bây giờ mà pon per rồi liền tại dương ai tê à phải là pon mà pon per rồi liền nó từ lúc ai nè đặt tây bàn nghe thế bàn nghe thế dương bắt tim xa nom tranh chấu cho mỗi thầy chụp tinh với có chụp tinh dần đấy anh đang hai để khi ông cùng phong tài lực mà ao như vậy mình chăm bạch từ sọc khmer đó
ដូច្នេះចុះផ្លូវដោះស្រាយយ៉ាងម៉េចផ្លូវដោះស្រាយគឺយើងខំប្រឹងវះកាត់ទីផ្សារឯងមិននិយាយឲ្យអញឲ្យទៅណាមានអ្នកខ្លះគេឃើញអ្នកទិញអីវ៉ាន់មកគេថាហ៊ុយស្អប់មីនឹងដល់ហើយកុំលក់ឲ្យវាកូនបើសិនណាបើសិនណាមិនលក់ឲ្យវាទេខាតអតិថិជនម្នាក់វាខាតអតិនៅក្នុងមុខរបរគេអត់ធ្វើអញ្ចឹងទេមនុស្សនឹងសក៏ដោយមនុស្សនឹងខ្មៅក៏ដោយមនុស្សនឹងសលៀងភ្នែកក៏ដោយមនុស្សនឹងពិការក៏ដោយមនុស្សនឹងខូចក៏ដោយជាក៏ដោយឲ្យតែមានលុយមកទិញយើងត្រូវតែលក់ឲ្យតែស្របច្បាប់យើងត្រូវតែលក់មិនហីអញចូលចិត្តលក់ឲ្យអ្នកហ្នឹងឯងណាអាហ្នឹងគេហៅ xenophobic គឺការរើសអើងគឺបិទទីផ្សារណាបិទទីផ្សារអានោះអញ្ចឹងអូខេលោកតាចុះការពហិការលុយបាតជារឿងត្រឹមត្រូវទេអាហ្នឹងមិនមែនពហិការទេកូនមែនទេអាហ្នឹងគឺយើងដំឡើងសុពលភាពលុយរៀលហើយយើងកុំឲ្យសាយភាយនៃលុយបាតចូលជ្រៅមកក្នុងដែនដីយើងអាហ្នឹងមិនមែនពហិការណាកូនមិនមែនពហិការណាតែបើសិនធនាគារជាតិកម្ពុជាថាចាប់ពីថ្ងៃនេះតទៅធនាគារជាតិនៃកម្ពុជាអត់ដូរប្រាក់បាតទេណាអត់ដូរប្រាក់បាតទេសួរថាថៃវាឈប់ដូរប្រាក់រៀលទេវាដូរវាអត់ឈប់ទេហើយចុយថៃចាញ់អញដែរនេះអញធនាគារឈប់ដូរយកបាតទេមិនដូរយកបាតយកទៅវាដូរយកលុយរៀលដើម្បីយកទៅលក់បថោកយើងណាវានៅតែដូរអញ្ចឹងប៉ុន្តែវាបថោកវាថាណែអាលុយហ្នឹងឆ្លងរវាងថៃកម្ពុជាអត់បានទេណាអញ្ចឹងប្រទេសចិនវាថាអូលុយរៀលចុះថោកវៀតណាមរៀលចុះថោកហើយសួរថាម៉េចបានរៀលចុះថោកពីព្រោះចាយនៅថៃអត់បានអញ្ចឹងចាយនៅថៃអត់បានចាយបានតែមួយហៀងចាយបានហៀងអាកដាស់រូបាយបានវាចុះថោកឯងមិនព្រមយកលុយបាតវាអត់អីទេពីព្រោះទីផ្សារឯងមានតែប៉ុណ្ណឹងណាទីផ្សារគេធំជាងអញ្ចឹងគេនៅយកលុយរៀលតែគេផាច់លុយរៀលឲ្យថោកដើម្បីអីដើម្បីឲ្យការនាំចេញរបស់យើងពិបាកស្មានតែគេអត់មានរបៀបចុះបើប្រើទាំងសងខាងគេនៅផាច់លុយយើងឲ្យថោកប៉ុន្តែយើងនៅមានព្រៀបផាច់លុយគេវិញមានណាចាប់អារម្មណ៍ពីរឿង currency ហ្នឹងទេអត់ទេអញ្ចឹងគេអត់ពហិការលុយទេកូនដូចស្រុកចិនអញ្ចឹងណាដូចស្រុកចិនអញ្ចឹងស្រុកចិននៅស្រុកចិនវាអត់ឲ្យដុល្លារចរាចរណ៍ទេប៉ុន្តែវាត្រង់យកដុល្លារជានិច្ចស្រុកយួនណាមិនត្រឹមត្រង់យកដុល្លារទេមកចិញ្ជាត់ដុល្លារពីស្រុកយើងទៀតពីព្រោះគេត្រូវការដូច្នេះហើយរឿងលុយគេអត់ពហិការទេណាទោះបីមិនធ្វើចំនួនជាមួយគ្នាក៏គេអាចយកបានដែរគេអាចយកបានពីព្រោះឲ្យតែលុយយើងហ្នឹងវាចាយបានក្នុងទីផ្សារអន្តរជាតិតែបើចាយតិចគេបថោកលុយយើងចោលទៅប៉ុណ្្នឹងឯងណាគេបថោកលុយយើងចោលទៅកាលណាយើងមានក្រាស់ប្រាក់ចាយយើងចង់ចាយឲ្យបានច្រើនប្រទេសដូច្នេះគេមិនដែលយកគំនិតពហិការក្រាស់ប្រាក់ទេណាអូខេហើយចុះអាអ្នកឃើញលុយសៀមហើយជន់ជើងសៀមវាយបែកក្បាលខ្ញុំឃើញតែញយគេចាប់វាយហើយបើសៀមជន់លុយខ្មែរណាទៅចាប់សៀមវាយខ្មែរមិនដែលឲ្យតម្លៃស្ដាច់ខ្លួនឯងផងហើយមិនបានមិនឲ្យតម្លៃស្ដាច់ខ្លួនឯងហ៊ុនសែនមិនដែលឲ្យតម្លៃស្ដាច់ណាថ្ងៃមុនស្ដាច់ខំប្រឹងធ្វើមុខជោគជូខំប្រឹងធ្វើមុខជូដូចក្តៀនអាចចឹងខំប្រឹងធ្វើមុខជូនឹងសំដែងទេបកូនណាសំដែងឯងកូនណាគាត់នៅរំបាលលេក៏ធ្វើមុខជូហើយជួបកងទ័ពនៅពេទ្យព្រះកែតមានលាសុំបីតាអាជើងពៀនដាក់ស្រោមសបុតនឹងក៏មិនជាបានដែរហើយអាមន្ត្រីរាជការដែលហែហមបកូនណានឹងគ្មានគោរពបកូនណាអីទេចងេងចងាងហើយបកូនណានឹងទៅស្លៀកពាក់ខោអាវទៅអត់មានរាជអង្គរៈអីទៅដូចគេឯងទៅដល់ធ្វើមុខជូណាហើយចង់សួរបកូនណាបើនៅចិត្តសួរព្រះអង្គណាព្រះអង្គចាំបាច់ធ្វើមុខទួញតែអីព្រះអង្គអញ្ចឹងពេលនោះព្រះអង្គសួរវិញថាលោកសុកសគុណហើយចុះខ្ញុំអាណិតប្រជារាស្ត្រខ្ញុំប្រាប់បកូនណាវិញថាព្រះអង្គគ្មានអាណិតប្រជារាស្ត្រកណ្ដិនហយអីទេមិនក៏លោកនិយាយដូចនេះព្រះអង្គអាណិតអីបើគេវាយក្បាលរាស្ត្រព្រះអង្គរាល់ថ្ងៃតាំងពីព្រះអង្គមិនទាន់សោយរាជរហូតដល់ព្រះអង្គសោយរាជព្រះអង្គចេះឈឺដែរយើខ្ញុំមានហឫទ័យមិនសบายទេហើយចុះមិនសบายម៉ែកូនសងំសក់អីទៀត
មិនក៏មើលគេធ្វើបាបរាជហ្នឹងណាហើយព្រះអង្គឲ្យថ្លែងសារសូមអរគុណរាជរដ្ឋាភិបាលសូមអរគុណសម្ដេចធិបតីដែលកសាងប្រទេសឲ្យចម្រើនជឿនលឿនណាដែលកម្ពុជាបានសេចក្តីសុខមិនក៏ព្រះអង្គមិនហាមាត់ព្រះអង្គភ្លេចដុសថ្មិញអីព្រះអង្គមិនក៏មិនប្រាប់ហ៊ុនសែនថាកុំឲ្យធ្វើបាបប្រជារាស្ត្រព្រះអង្គធ្វើស្ដេចដោយស្ដេចអុកណាហើយចុះព្រះអង្គមកធ្វើមុខទួញអីព្រះអង្គអើយព្រះអង្គឈប់ទួញទៅព្រះអង្គមកនិយាយទេព្រះអង្គសម្ដែងតាបើព្រះអង្គចេះមានព្រះរាជហឫទ័យចុកណែនក្នុងអោរាអាណិតប្រទេសជាតិព្រះអង្គអត់មានប្របែទេអីមិនក៏មិននិយាយណាអាណាហ៊ានចាប់ព្រះអង្គដាក់គុកអូខេហើយនៅវាំងណាអត់មានតបអង្គរៈហ៊ុនសែនយាមទេ25ក្រុងខេត្តព្រះអង្គចង់ទៅណាក៏បានដែរគេអត់មានហាមព្រះអង្គទេចុះមិនបានព្រះអង្គនៅដេកតាមវាំងស៊ីបាយពីអ្នកម៉ែកូនអត់មើលរៀបហើយព្រះអង្គមកធ្វើមុខទួញអីអញអាហ្នឹងគេហៅអានភាសាអង់គ្លេសគេហៅ unreal ណាភាសាអង់គ្លេសគេហៅ unreal ព្រះអង្គវា very unreal បើព្រះអង្គជាស្ដេចផែនដីព្រះអង្គចេះអាណិតទេមិនឲ្យព្រះអង្គយកលុយទៅចែករាជទេប៉ុន្តែព្រះអង្គហាមាត់និយាយខ្លះទៅមិនក៏មិននិយាយមិនក៏មិននិយាយណាធ្វើមុខឲ្យជូរដូចគេមានអាចចឹងធ្វើមុខឲ្យជូរកុហកហ្នឹងណាចេះអាណិតអីមិននិយាយតែមួយម៉ាត់ទៅវាចប់ហើយនិយាយតែមួយម៉ាត់ទេណាថាទាហានត្រូវតែច្បាំងគ្រប់គ្នាអ្នកវិស្វករក៏ទៅសមរភូមិមុខទាហានការិយាល័យទៅច្បាំងគ្រប់គ្នាប្រជាណាចក្រកម្ពុជាត្រូវការពារទឹកដីមិនទាហាន6 7 6 10 ម៉ឺនអ្នកទៅច្បាំងតែ 50000 អ្នកជាងចំណែកជាង 100000 នោះដើរទេអត់បើខ្លាចខុសហើយមកធ្វើមុខជូរចឹងធ្វើមុខជូរដូចក្តៀនអាចចឹងដូចស៊ីផ្លែខ្វាត់ចឹងសំដែងមិនសមថៃវាកវីក្បាលថាអូយគ្មានទេគេអត់គ្រប់បកូណាទេហើយឥឡូវខ្ញុំប្រាប់បកូណាត្រង់ទូលអង្គមគ្រប់បកូណាចង់ឲ្យបកូណាជាស្ដេចផែនដីមានឲ្យបកូណាធ្វើដូចក្តៀនអាចដើរយកដៃបំណំអញ្ចឹងណាហើយបកូណាកែងគង់ជាមលុបហើយបកូណាមានគង់ជាមលុបឯណាអត់មានមលុបផងណាអាហ្នឹងហើយឪពុករបស់បកូណាក៏គ្រាន់បើដែរសេះនោះនៅមានចេះនិយាយខ្លះបកូណានេះអត់មានអីនិយាយទេពីអ្នកម៉ែកូនធ្វើតាមតែហ៊ុនសែនណាហើយមកឯងត្រន់នេះដូចក្តៀនអាចអីមិនទៅមួយទេវា too unreal ណានេះខ្ញុំសួរព្រះអង្គមែនទេណាព្រះអង្គចេះអាណិតរាជទេព្រះអង្គកើតមកលើមាសលើប្រាក់ព្រះអង្គមិនដែលលំបាកទេសូម្បីសម័យខ្មែរក្រហមក៏មានសាច់គោស៊ីដែរណាហើយចុះព្រះអង្គមិនក៏ណាព្រះអង្គមិនក៏មិនប្រើសតិសម្បញ្ញៈរបស់ព្រះអង្គណាអានោះមិនមែនរិះគន់ទេណាជួយប្រាប់តែព្រះអង្គកុំសំដែងមើលប្រជារាស្ត្រវេទនាព្រះអង្គសំដែងយ៉ាងម៉េចឥឡូវបងប្អូនខ្ញុំសួរទៅឆាប់អ្នកណាឆ្លើយបានឆ្លើយបកូណាសំដែងឬបកូណាពិតជាព្រួយបារម្ភនឹងប្រជារាស្ត្រណាតើបកូណាលោកសំដែងឬក៏លោកពិតជាមានមនោសញ្ចេតនាប្របាក់ចិត្តនឹងតាហ៊ានត្រូវរបួសតែថ្ងៃមុនលោកយាងទៅប្រកែកមេលាហ្នឹងណាតើលោកពិតជាអាណិតតាហ៊ានឬក៏លោកសំដែងmà còn dây về xa xăm mảnh ở đây tán nó mình căng ai nó bỏ phồn nó lấy slide tịch để cho